Chầm lao yang khlấy cứประเทศ Australia មិនទទួលស្គាល់សញ្ញាបត្រពីប្រទេសកម្ពុជាទេមិនមែនត្រឹមតែប្រទេសកម្ពុជាប៉ុណ្ណោះទេសូម្បីតែចក្រភពអង់គ្លេសក៏ប្រទេស Australia មិនទទួលស្គាល់ពីសញ្ញាបត្រប្រទេសនោះដែរបើនិយាយឲ្យស្រួលស្ដាប់ចង់ធ្វើការក្នុងប្រទេស Australia ត្រូវតែមានជំនាញនិងស្តង់ដារទៅតាមប្រទេស Australia ប្រទេសនីមួយៗមានការធ្វើការខុសគ្នាអញ្ចឹងអ្នកទាំងអស់គ្នាត្រូវតែមកដល់ប្រទេសអូស្ត្រាលីហើយរៀនបន្ថែមទៅលើជំនាញដែលអ្នកទាំងអស់គ្នាចង់ធ្វើការទី1គឺអ្នកទាំងអស់គ្នាឲ្យដឹងអំពីច្បាប់និងទំនៀមទម្លាប់នៃការធ្វើការในប្រទេសអូស្ត្រាលីទី2គេនឹងធ្វើតេស្តអ្នកទាំងអស់គ្នាថាតើអ្នកទាំងអស់គ្នាពិតជាមានជំនាញនិងពិតប្រាកដឬអត់ដើម្បីធានាគុណភាពការងារនិងសុវត្ថិភាពរបស់ប្រជាជនពួកគាត់បើអ្នកទាំងអស់គ្នាធ្វើការអ្វីក៏ដោយមិនត្រឹមត្រូវអាចនឹងមានគ្រោះថ្នាក់ទៅដល់ជីវិតមនុស្សការធ្វើការរបស់ខ្ញុំត្រូវតែប្រើ autoclave ឬក៏ពាក្យខ្មែរយើងហៅថាម៉ាស៊ីនសម្រាប់មេរោគដែលទទួលស្គាល់ដោយមន្ទីរពេទ្យពេលដែលខ្ញុំកាត់សាច់ភ្ញៀវម្នាក់ហើយខ្ញុំត្រូវតែដាក់កន្ត្រៃហ្នឹងនៅក្នុងម៉ាស៊ីនសម្រាប់មេរោគនេះបើសិនជាខ្ញុំមិនធ្វើតាមការអនុវត្តច្បាប់នៅទីនេះឲ្យធ្វើអញ្ចឹងទេគឺគេនឹងមកបិទហាងរបស់ខ្ញុំអញ្ចឹងហើយនេះសុទ្ធតែជាការរៀននៅក្នុងប្រទេសអូស្ត្រាលីដើម្បីឲ្យដឹងច្បាប់ទម្លាប់ពីប្រទេសនេះអញ្ចឹងមិនថាអ្នកទាំងអស់គ្នាជាគ្រូពេទ្យជាវិស្វករជាមេធាវីឬក៏ធ្វើការតាក់ទងទៅនឹងការសម្ភាសន៍ផ្សេងៗត្រូវតែមានជំនាញនៅក្នុងប្រទេសអូស្ត្រាលី